សំឡេងផ្ទុះអាវុធលែងមានហើយបានន័យថាវាជាសញ្ញាល្អមួយសម្រាប់ប្រទេសជាតិទាំងពីរខ្ញុំនិយាយភាសាប្រទេសជាតិទាំងពីរមានន័យថាកម្ពុជាយើងក៏យើងយល់ឃើញថាល្អពេលយើងជប់បាញ់គ្នាខាងប្រទេសថៃក៏គេយល់ឃើញថាល្អនៅពេលដែលជប់ច្បាំងគ្នាពីព្រោះពាក្យថាសង្គ្រាមមួយម៉ាត់អត់មានចំណេញទេមិនថាអ្នកមានមិនថាអ្នកក្រមិនថាអ្នកតូចមិនថាអ្នកធំតែវាយគ្នាគឺត្រូវតែមានរបួសត្រូវតែមានការខូចខាតជៀសមិនផុតអញ្ចឹងនៅពេលដែលយើងមានកិច្ចព្រមព្រៀងបទឈប់បាញ់ហើយគឺយើងមានសុវត្ថិភាពមួយជំហានណាអញ្ចឹងពេលវេលានៃការអនុវត្តបទឈប់បាញ់ដើម្បីឲ្យវាពេញលេញគឺត្រូវការពេលវេលាតាមដាន72ម៉ោងមានន័យថារហូតដល់ម៉ោង12ថ្ងៃទី30ខែធ្នូទើបអស់ចង់និយាយថាទើបគ្រប់72ម៉ោងពេលនោះវរៈកងទ័ពយើងក៏នឹងត្រូវបានដោះលែងត្រឡប់មកវិញអញ្ចឹងដើម្បីចូលរួមអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជាថៃដែលបានចុះហត្ថលេខានៅថ្ងៃនេះតាមរយៈការប្រជុំ GBC នេះគឺសូមឲ្យបងប្អូនយើងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បងប្អូន MMO បងប្អូនអ្នកសារព័ត៌មានអនឡាញក្តីសារព័ត៌មានយៈទំព័រក្តីណាសូមមេត្តាចូលរួមចំណែកបំពេញបន្ថែមនៅអ្វីដែលជាចំណុចខ្វះខាតដើម្បីឲ្យសន្តិភាពនេះคล้ายទៅជាសន្តិភាពមួយពិតប្រាកដពេញលេញតើយើងត្រូវធ្វើម៉េចទី1បញ្ឈប់នៅការប្រើប្រាស់ពាក្យសម្ដីឌៀមដាមឡែកខាយជេរប្រមាថមាក់ងាយមិនថាតាមរយៈរូបភាពតាមរយៈពាក្យសម្ដីតាមរយៈអក្សរតាមរយៈរូបក្លុកអីផ្សេងសូមមេត្តាបញ្ឈប់ទាំងអស់គ្នាកាត់បន្ថយទាំងអស់គ្នាបញ្ឈប់បានបញ្ឈប់ពីព្រោះបងប្អូនត្រូវយល់ថាសម្ដីថ្មីត្បិតតែនិយាយចេញពីមាត់វាមិនស្ដាប់មើលទៅថាវាមិនអីក៏ប៉ុន្តែរឿងគ្រប់យ៉ាងសង្គ្រាមនៅលើដីផ្ទុះចេញពីពាក្យសម្ដីនៅលើមាត់ចាំពាក្យខ្ញុំសង្គ្រាមចុងកណ្ដុងផ្ទុះនៅលើដីផ្ដើមចេញពីពាក្យសម្ដីនៅលើមាត់អញ្ចឹងបើមាត់យើងនិយាយឲ្យផ្ទុះវាផ្ទុះបើមាត់យើងនិយាយឲ្យវាអត់ផ្ទុះគឺវាអត់ផ្ទុះអញ្ចឹងក្នុងការផ្ទុះអាវុធកន្លងមកនេះរយៈពេល20ថ្ងៃជាងហើយគឺវរៈកងទ័ពយើងវរៈកងកម្លាំងនគរបាលជាតិយើងក៏ដូចជាកងរាជអាវុធហត្ថគឺខិតខំលះបង់ខ្លាំងណាស់យកទ្រូងទៅពាំងក្របណាអ្នកដែលនិយាយពាក្យសម្ដីប្រផ្លេចប្រផ្លោចញុះញង់ឲ្យទៅច្បាំងញុះញង់ឲ្យផ្ទុះសង្គ្រាមតែស្អីហ្នឹងអត់មានវត្តមានទេគឺអ្នកដែលនៅសមរភូមិនោះអ្នកច្បាំងអ្នកការពារអ្នកនៅលើអនឡាញអ្នកនៅលើ Facebook នៅលើសារព័ត៌មានខ្លះក៏អត់មានទៅទេ MMO ខ្លះអត់មានទៅទេតែគាត់ជាអ្នកបញ្ឆេះកំហឹងឲ្យសង្គ្រាមផ្ទុះពេលសង្គ្រាមផ្ទុះពួកគាត់ប្រើប្រាស់ព្រឹត្តិការណ៍សង្គ្រាមដើម្បីកេងចំណេញទៀតក៏មានដែរមួយចំនួននេះបាទមួយចំនួននេះបាទអញ្ចឹងឥឡូវនេះគឺសូមឲ្យបងប្អូនយើងរក្សានៅភាពថ្លៃថ្នូរទាំងអស់គ្នាទាំងគេទាំងខ្ញុំក៏បន្ថយដែរព្រោះខ្ញុំគេឆ្លៀនពៀនខ្ញុំពិបាកទ្រាំការឈឺចាប់របស់យើងគឺពិបាកទ្រាំបាទក៏ប៉ុន្តែដើម្បីសន្តិភាពថិតថេរយូរអង្វែងយើងត្រូវតែបោះបង់ពាក្យអសុរោះពាក្យជេរប្រមាថពាក្យមាក់ងាយពាក្យបញ្ឆេះកំហឹងពាក្យញុះញង់ដែលធ្វើឲ្យប្រទេសថៃផ្សេងទៀតប្រទេសថៃគេខឹងសម្មាបកជាសង្គ្រាមពាក្យសម្ដីកាលណាសង្គ្រាមពាក្យសម្ដីផ្ទុះមុនគឺសង្គ្រាមចុងកណ្ដុងនៅលើដីផ្ទុះតាមក្រោយណានេះគឺសំខាន់ណាស់ហើយពេលច្បាំងគ្នាគឺកងទ័ពអ្នកស្លាប់ប៉ូលីសអ្នកស្លាប់មិនមែនអ្នកបញ្ឆេះកំហឹងនៅលើ Facebook អ្នកស្លាប់ទេអញ្ចឹងដើម្បីរួមចំណែក
ធ្វើឲ្យសន្តិភាពមួយបានពេញលេញគឺសូមឲ្យចូលរួមទាំងអស់គ្នាណាអាណិតតបយើងអាណិតប៉ូលីសយើងអាណិតប្រជាជនជនភៀសសឹកយើងធ្វើម៉េចដើម្បីសន្តិភាពបានពេញលេញទៅយើងឆាប់បានវិលត្រឡប់ទៅផ្ទះវិញណានេះជាអ្វីដែលខ្ញុំនិយាយពាក់ព័ន្ធនឹងបណ្ដាញសង្គមអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook TikTok Twitter ឬក៏បណ្ដាញ website អីផ្សេងៗគឺយើងនាំគ្នាបញ្ឈប់នៅការប្រើពាក្យមិនសមរម្យដែលជាពាក្យដែលនិយាយចំទៅគឺខ្លឹមសារទាំងឡាយណាពាក្យសម្ដីទាំងឡាយណារូបភាពទាំងឡាយណាដែលបង្កឲ្យមានកំហឹងបង្កឲ្យមានអារិភាពរវាងប្រទេសជិតខាងនេះគឺយើងឈប់ផ្សាយឈប់បង្ហោះបាទឈប់បង្ហោះបាទនេះជាអ្វីដែលខ្ញុំសូមទៅបងប្អូនហ្នឹងហើយនេះទី1ពាក់ព័ន្ធនឹងបណ្ដាញសង្គមទី2ពាក់ព័ន្ធនឹងជនភៀសសឹកមកដល់ម៉ោងនេះរឿងជនភៀសសឹកអាចវិលត្រឡប់ទៅលំនៅឋានវិញឬមិនតាន់អាចទៅអាស្រ័យទៅលើអាជ្ញាធរមូលដ្ឋាននៅទីតាំងដែលប្រជាពលរដ្ឋភៀសសឹកតើកន្លែងណាគួរអនុញ្ញាតឲ្យពលរដ្ឋត្រឡប់ទៅវិញកន្លែងណាគួរឲ្យផ្អាកបដោះអាសន្នបាទអញ្ចឹងបើទីកន្លែងណាភៀសសឹកដែលវាមិនមានគ្រោះថ្នាក់ដែលមិនមានការច្បាំងរាំងជុលហើយក៏មិនមានកាកសំណល់សង្គ្រាមគ្រឿងផ្ទុះអីរប៉ាត់របាយនៅសេសសល់អាហ្នឹងប្រជាពលរដ្ឋយើងអាចវិលត្រឡប់ទៅលំនៅឋានវិញបានបាទណាខ្ញុំនិយាយពាក់ព័ន្ធជនភៀសសឹកគឺអាជ្ញាធរមូលដ្ឋានសំខាន់ថាតើភូមិណាឃុំណាស្រុកណាអាចវិលត្រឡប់ទៅវិញបានគឺសូមឲ្យជួយសម្រួលបងប្អូនវិលត្រឡប់ទៅវិញដោយឡែកទីកន្លែងភូមិឃុំស្រុកណាដែលគ្មានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋសូមឲ្យគាត់បន្តរក្សាទុកនៅតំបន់ជនភៀសសឹកដដែលជៀសវាងគាត់ទៅប៉ះគ្រឿងផ្ទុះប៉ះអីព្រោះធម្មតាសង្គ្រាមគេបាញ់មកនៅមានគ្រាប់បែកចង្កោមគ្រាប់បែកនេះគ្រាប់ផ្លោងគ្រាប់អីដែលមិនតន់ផ្ទុះអីហ្នឹងកាលណាយើងរុញប្រជាជនចូលទៅនៅមិនបានផ្ទៀងផ្ទាត់ក្រុមស៊ីម៉ាក់មិនតន់ដោះមានអស់អាហ្នឹងវាបង្កជាហានិភ័យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋយើងណាអញ្ចឹងរឿងជនភៀសសឹកនេះមកដល់ម៉ោងនេះអ្នកដែលអាចត្រឡប់ទៅវិញបានអាចត្រឡប់ទៅប៉ុន្តែត្រូវមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានថាតើមានសុវត្ថិភាពឬអត់នៅក្នុងបាទនៅក្នុងហើយដល់ឡែកកន្លែងដែលមានហានិភ័យខ្ពស់គឺមិនគួរទៅទេអាហ្នឹងចាំលើខាងក្រមស៊ីម៉ាក់ឬអាជ្ញាធរមានការណែនាំយ៉ាងម៉េចចាំយើងទៅហើយមួយទៀតបងប្អូនប្រជាពលរដ្ឋយើងទាំងអស់អញ្ញាទិដាច់ខាតទៅហាមកូនចៅកុំឲ្យទៅប៉ះគ្រឿងផ្ទុះដែលយើងឃើញនៅលើដីឬនៅក្បែរផ្ទះយើងឬនៅអីចឹងទៅឬនៅតាមវាលស្រែឬតាមអីចឹងដាច់ខាតកុំប៉ះគ្រឿងផ្ទុះបាទគ្រឿងផ្ទុះអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចមូលដ្ឋានត្រូវមានខ្សែហុំព័ទ្ធនៅទីកន្លែងណាដែលមានគ្រឿងផ្ទុះទៅដល់មិនទាន់ផ្ទុះត្រូវដាក់សញ្ញាគ្រោះថ្នាក់ត្រូវដាក់អីចាត់ចែងយ៉ាងម៉េចដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋយើងណាការពារប្រជាពលរដ្ឋយើងបាទណាដើម្បីការពារប្រជាពលរដ្ឋយើងឥឡូវនេះខ្ញុំសូមនិយាយទៅដល់ខ្លឹមសារនៃកិច្ចព្រមព្រៀងបន្តិចពីព្រោះកិច្ចព្រមព្រៀងនេះខ្ញុំមានច្រើនចំណុចប៉ុន្តែខ្ញុំសូមនិយាយសង្ខេបរួមថាជាកិច្ចព្រមព្រៀងបទឈប់បាញ់ហើយក្នុងបទឈប់បាញ់នេះមាន2ចំណុចមានមួយចំណុចដែលក្រុមបកប្រឆាំងកំពុងតែចាប់យកទៅធ្វើជាមូលដ្ឋានវាយប្រហារបំភ្លើសបំភ្លៃនៅលើបណ្ដាញសង្គមអញ្ចឹងខ្ញុំត្រូវបញ្យល់ឲ្យហើយថ្ងៃនេះដើម្បីជៀសវាងកុំឲ្យប្រជាជនយើងយល់ច្រឡំណាពាក្យថាបត់ឈប់បាញ់មួយម៉ាត់នរណានៅកន្លែងណាគឺនៅកន្លែងហ្នឹងណានេះជាគោលការណ៍ច្បាប់ស្ដីពីបទឈប់បាញ់ស្ដីពីសង្គ្រាមមានតែពេលគូភាគី2នាក់ច្បាំងគ្នាហើយត្រូវបានឯកភាពនឹងថាឈប់នៅណានៅកន្លែងណាគឺនៅកន្លែងហ្នឹង
ណាណានៅកន្លែងណាគឺនៅកន្លែងហ្នឹងតែសូមបញ្ជាក់ជូនថាមានពួកប្រឆាំងខ្លះគេបានយកទៅបកស្រាយខុសបាទបកស្រាយខុសហើយធ្វើឲ្យមានការយល់ច្រឡំខ្ញុំលើកយកតែចំណុច1 2 3ណាយកមកផ្សាយមានច្រើនចំណុចនៅក្នុងអរិញសេចក្តីប្រកាសរួមស្តីវិបត្តិជប់បាញ់គ្នាថ្ងៃហ្នឹងមានច្រើនតែសិតតែជាចំណុចល្អទាំងអស់ហើយអត់មានភាគីណាមួយបាត់បង់ផលប្រយោជន៍អំពីកិច្ចព្រមព្រៀងបត់ជប់បាញ់នេះទេគឺប្រយោជន៍បានទាំងពីរទាំងកម្ពុជាទាំងថៃគឺបានដោយធម្មតាដែលជប់បាញ់គ្នាមានន័យថាសង្គ្រោះជីវិតមនុស្សហ្នឹងបាទសង្គ្រោះទាំងថៃសង្គ្រោះទាំងខ្មែរអត់មានច្បាំងគ្នាអត់មានអ្នកស្លាប់ទេអត់មានអ្នករបួសទេបាទអញ្ចឹងនៅពេលដែលគ្រាន់តែកិច្ចព្រមព្រៀងនឹងចេញផ្លែតពួកក្បត់ជាតិសំរងស៊ីពួកក្បត់ជាតិនៅក្រៅប្រទេសហ្នឹងគេបានបំភ្លៃជាពិសេសនេះអាតួកុនស្អីអាតួកុនរត់ចោលឆាកនេះឈ្មោះស្អីណាឈ្មោះស្អីអាសុផនឡារីស្អីនេះអាអត់កំណើតនេះគ្រាន់តែក្តាប់សិល្បៈម្នាក់ចង់ធ្វើរដ្ឋមន្ត្រីហើយមិនដឹងធ្វើមិនបានប្រឹងជេររដ្ឋាភិបាលតែឥឡូវនេះកិច្ចព្រមព្រៀងចេញមកមិនតាន់បានលទ្ធផលស្អីផងគេយកមកនិយាយរឿងខ្មែរបាត់ដីទៀតហើយអានេះតិចទៀតវានឹងចលនាថាកិច្ចព្រមព្រៀងកាត់ដីដូរសន្តិភាពតិចទៀតវាចាញ់ព្រោះអាហ្នឹងព្រៀតខ្ញុំវិភាគឲ្យហើយល្ងាចហ្នឹងវាចាញ់តិចទៀតហ្នឹងវាចាញ់តែខ្ញុំត្រូវនិយាយស្កាត់មុនឲ្យហើយពីព្រោះពួកអស់នេះបើយើងមិននិយាយស្កាត់មុនបញ្យល់ប្រាប់ប្រជាជនមុនទេវាយកទៅបកស្រាយតាមតែខួរក្បាលពួកវាបាទខ្ញុំសូមអាននេះសិនណាអានេះសិតតែពួកប្រឆាំងខ្ញុំមិននិយាយឈ្មោះទេព្រោះវាឈ្មោះវាអត់តម្លៃវាថាចរចាបានបញ្ចប់នៅថ្ងៃនេះក្នុង16ចំណុចឃើញ2ចំណុចឃើញចំណុចទី2ដែលថៃឈ្លានពានទឹកដីខ្មែរបានប្រមាណរក្សាប៉ុណ្ណោះចាប់ពីម៉ោងនេះតទៅមានន័យថាតាមព្រំដែនទាំងអស់ដែលថៃឈ្លានពានទាំងប្រមាណគឺជារបស់ថៃឬយ៉ាងណាអានេះវាភ្លឺតែវាធ្វើចេះវាបន្លំវាបំផ្លែងហើយដល់វាមានមួយទៀតវាចរន្តវាចេញមកអញ្ចឹងដូចគ្នាបងប្អូនពលរដ្ឋខ្មែរចង់បានការបត់ឈប់បាញ់គឺល្អបើថៃគោរពបត់ឈប់បាញ់មែនមិនកន្លះសម្ដីទៀតប៉ុន្តែសូមបងប្អូនអានចំណុចទី2នៃកិច្ចព្រមព្រៀង GBC ម្ដងហើយម្ដងទៀតមានន័យថាយ៉ាងម៉េចមានន័យថាទីតាំងដែលថៃវាយយកបានអីប្រាសាទតាក្រៃអានសេះអូស្មាច់ភ្នំទ្របភ្នំ350លាក់ថៃទម្លាក់គ្រាប់សម្រាប់ខ្មែរវរៈកងទ័ពខ្មែរកំទេចប្រាសាទខ្មែរណាទ្រព្យសម្បត្តិខ្មែរផ្ទះសម្បែងរបស់ប្រជាជនខ្មែរតើនរណាចូលខុសត្រូវនរណាសងសំណងនេះដល់កម្ពុជាណាបើការបាញ់គ្នាត្រូវបញ្ឈប់មែនប៉ុន្តែដីខ្មែរបានទៅថៃជាច្រើនតើរបបត្រកូលហ៊ុនយើងអាចហៅថាជាត្រកូលហ៊ុនក្បត់ជាតិបានដែរទេក្បត់កដួយម៉ែឯងណាកូនមានសំផឹងណាកដួយម៉ែនេះអាសាផននារីកូនមានសំផឹងកដួយម៉ែអាយ៉ាស្អីក៏ឯងក្តៅក្រហាយនឹងពាក្យទៅនឹងបាត់ឈប់បាញ់ហ្នឹងម៉េះហើយស្អីមកលៀបពណ៌រឿងបាត់ដីដោយសារសម្ដេចទៀតហើយណាសម្ដេចឈរបញ្ជាតប20ជាងថ្ងៃគ្មានបានសម្រានគ្មានបានដេកបានពួនដូចកដួយម៉ែឯងលេងតែ Facebook ហ្នឹងទេណាកដួយម៉ែអាឈាមថោកណាមុខមាត់ស្អាតបាតតែសណ្ដានឯងគេថោកកដួយម៉ែឯងថោកម្លឹងណានេះអាសាផនឡារីនេះណាពេលច្បាំងគ្នាកដួយម៉ែឯងពូជម៉ែឪឯងមកគ្របមិនបានទៅតតាំងជាមួយតាហ៊ានសៀមទេតាហ៊ានថៃទេអត់មានទេកដួយម៉ែឯងពូជឯងមានបានទៅខ្លាយទៅជនភៀសសឹកដោយសារសង្គ្រាមទេអត់មានទេតែកដួយម៉ែឯងចេះតែរឿងនៅក្នុងបំពល់សង្គមនៅក្នុងហ្នឹងបាទអញ្ចឹងខ្ញុំចង់ខុសក្បាលអាហ្នឹងចំណុចទី2ទីទៀតខ្ញុំអានចំណុចទី2ណានេះអាវិធានការកាត់បន្ថយភាពតានតឹងណាខ្ញុំអានពី1មកដល់ទី2ទី5ក៏បានដែរតែសំខាន់ចំណុចទី2ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្នដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀតមិនត្រូវឲ្យមានការធ្វើសកម្មភាពចល័តកងកម្លាំងដោយរាប់បញ្ចូលទាំងការល្បាតចូលក្នុងទីតាំងរបស់ភាគីម្ខាងទៀតណាអញ្ចឹងព
ពាក្យថាបត់ឈប់បាញ់ណានៅកន្លែងណាគឺនៅកន្លែងហ្នឹងណាពាក្យបត់ឈប់បាញ់ណានៅកន្លែងណានៅកន្លែងហ្នឹងទីទៀតខ្ញុំបញ្យល់ប៉ុន្តែបត់ឈប់បាញ់មិនមែនជាការកំណត់ខណ្ឌព្រំសីមាទេអាការងារខណ្ឌព្រំសីមាទីទៀតខ្ញុំអានទៅដល់ចំណុចទី3ដើម្បីឲ្យវាយល់ពីពួកអាថោកទៀតកូនមួយចៅសភឹងហ្នឹងវាអត់យល់ពួកអាក្បត់ជាតិពួកអាស្អីអាសផនដារីមិញកូនមួយឈាមថោកហ្នឹងវាអត់យល់គេមានសរសេរពី1 2 3 4 5វាយកតែចំណុចទី2យកមកបំភ្លេចយើងមិនអានចំណុចទី3ចំណុចទី3ភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេបងប្អូនស្ដាប់តើណាមានន័យថាកិច្ចព្រមព្រៀងហ្នឹងកិច្ចព្រមព្រៀងបាត់ឈប់បាញ់ហ្នឹងណាគឺអត់ប៉ះពាល់ទៅដល់ការខណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរទេនេះគឺបញ្ជាក់ច្បាស់នៅក្នុងសេចក្តីប្រកាសហ្នឹងតែដោយម៉ែវាពួកកូនមួយចៅសភឹងបកប្រឆាំងហ្នឹងវាអត់យកខ្លឹមសារហ្នឹងវាយកតែអាទី2ខាងលើព្រោះគេទៅសេគេមាន1គេមាន2ណាវាថោកទៀតអញ្ចឹងពួកអាឈាមថោកដែលធ្វើឲ្យខ្ញុំព្រមមិនបានក្នុងការជេរវាហ្នឹងបាទវាឈាមថោកបើនិយាយឡើងគេបាត់ដីគេដូចម៉ែវាអីបើនៅក្នុងហ្នឹងគេប្រាប់ហើយណាអញ្ចឹងខ្ញុំបញ្ជាក់ឲ្យបងប្អូនយល់ណាចំណុចទី3ភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រមព្រៀងក្រោមសេចក្តីសម្រេចប្រកាសរួមនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរឯកភាពគ្នាប្រគល់ទូននីតិឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែនភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាពនិងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្ដែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីនភាគីទាំងពីរឯកភាពគ្នាថាគណៈកម្មការចម្រុះព្រំដែននឹងផ្ដល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខណ្ឌព្រំដែនសីមានៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅនេះជាចំណុច3ណាបងប្អូនចំណុច3នេះគឺបញ្ជាក់គ្រប់ដណ្ដប់ពេញលេញទាំងអស់ថាសេចក្តីប្រកាសរួមរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនៅថ្ងៃនេះបាត់ជប់បាញ់ហ្នឹងណាគឺអត់ប៉ះពាល់ទៅដល់ការកំណត់ព្រំដែនខណ្ឌសីមាទេណាអ្នកខណ្ឌសីមាគឺខណ្ឌសីមាគឺអនុវត្តទៅតាមឯកសារគតិយុត្តផ្សេងដែលមាន MOU ឆ្នាំ2000សន្ធិសញ្ញាបារាំងសៀមណាគឺផ្អែកតាមនោះទាំងអស់មិនមែនមានន័យថាកិច្ចព្រមព្រៀងបាត់ឈប់បាញ់នេះណាសេចក្តីប្រកាសរួមពីបាត់ឈប់បាញ់នេះធ្វើឲ្យបាត់ដីដោយពួកអាក្បត់ជាតិសំរងស៊ីនិយាយទេអត់មានទេបងប្អូនសូមកុំឲ្យយល់ច្រឡំណាម៉ោងនេះខ្ញុំអត់ត្រូវការបំភ្លៃទេខ្ញុំត្រូវការបញ្យល់ឲ្យបងប្អូនរស់នៅឲ្យបងប្អូនយល់អំពីអ្វីដែលជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលណាយើងអាណត្តិកងទ័ពយើងដែលច្បាំងនៅជួរមុខប៉ូលីសជាតិយើងដែលក្រាញនានាតស៊ូជាមួយកងទ័ពការពារទឹកដីមិនមែនពួកអាឈាមឆ្កែឈាមថោកទៀតទាំងអស់ហ្នឹងបោះប្រឆាំងហ្នឹងវាមកទេក្រៅតែពីធ្វើព័ត៌មានបង្ហោះផ្សាយបំភ្លើសបំភ្លៃតាមបណ្ដាញផ្សព្វផ្សាយរបស់អមិត្តកន្លងមកនេះវាអត់មានបានជួយជាតិអីទេមួយថ្ងៃរុញឲ្យបាញ់ទៅដល់ទៅពេលបាញ់ដឹកនាំប្រទេសឲ្យរុញឲ្យទៅហ៊ានទៅច្បាំងដល់ទៅពេលយើងឈប់ច្បាំងយើងមានកិច្ចព្រមព្រៀងឈប់ច្បាំងវាថាកាត់ដីដូរសន្តិភាព
វាប្រឌិតរឿងអញ្ចឹងមកដល់ម៉ោងនេះដីខ្មែរនៅតែដីខ្មែរខ្ញុំបញ្ជាក់ប្រាប់បងប្អូនឲ្យយល់អញ្ចឹងថាដីខ្មែរនៅតែដីខ្មែរបើយើងកាត់ដីដូរសន្តិភាពដដែលចាំបាច់យើងទៅច្បាំងនាំអស់អាយុជីវិតតបទៅអីនាំអស់ក្របនាំអស់លុយធ្វើឲ្យប្រជាជនពិបាកធ្វើអីណាបើយើងកាត់ដីដើម្បីដូរសន្តិភាពនេះយើងចាំបាច់ច្បាំងគ្នាលើធ្វើអីអានឹងចង់និយាយបញ្យល់ឲ្យបងប្អូនយើងយល់ណាបងប្អូនខ្ញុំជឿជាក់បងប្អូនយើងយល់ច្រើនណាស់តែខ្ញុំនិយាយបន្ថែមបង្ការហើយពីព្រោះតិចទៀតថ្ងៃនេះគេនឹងបើកយុទ្ធនាការមួយថារដ្ឋាភិបាលកាត់ដីដូរសន្តិភាពណាបងប្អូនចាំមើលតិចទៀតបញ្ចេញច្រកហ្នឹងអញ្ចឹងខ្ញុំត្រូវប្រញាប់ឡាយកាត់ពីថ្ងៃឲ្យហើយដើម្បីបញ្យល់ឲ្យបងប្អូនយើងយល់ចំណុចទី3គឺនៃគ្រប់គ្រាន់ណាខ្ញុំនៅតែនិយាយច្រើនចំណុចប៉ុន្តែខ្ញុំនិយាយតែចំណុចទី3ទេណាអញ្ចឹងបងប្អូន share ទៅឲ្យយល់ថាសេចក្តីប្រកាសរួមស្ដីពីបទឈប់បាញ់គ្នាថ្ងៃនេះគឺមិនពាក់ព័ន្ធការខណ្ឌស្អីមកទេដីខ្មែរកន្លែងណានៅទាំងអស់អត់មានបាត់បង់ទេបើទោះបីមានចំណុចខ្លះថៃឈរជើងក៏ឈរជើងបដិអសន្នដែរពីព្រោះទីទៀតកាលណាគេខណ្ឌស្អីមកទៅគឺវាត្រូវតែដកអស់បាទអាហ្នឹងវាត្រូវតែអញ្ចឹងវាអត់មានអីត្រូវបាត់ដីទេណាអញ្ចឹងខ្ញុំបញ្យល់បងប្អូនយើងយល់កន្លែងហ្នឹងហើយអាណិតកងទ័ពយើងប៉ូលីសយើងជនភៀសសឹកយើងរួមគ្នាថ្នមសភាពការដើម្បីធ្វើយ៉ាងណាឲ្យសន្តិភាពតាមព្រំដែនល្អប្រសើរយ៉ាងឡើងវិញណាយើងហត់យើងនឿយnữaណារាល់ថ្ងៃហត់ជាងគេហត់ជេរកដួយម៉ែវាពួកអាប្រឆាំងហ្នឹងហ្មងពួកអាក្បត់ជាតិសំរងស៊ីហ្មងបាទអត់តន់ដឹងអីផងផ្សាយបាត់ដីហើយអសគេទៅសេគេមានចំណុច1 2 3 4 5 6 7 8 9ហោហែអញ្ចឹងវាមើលតែចំណុចមួយម៉ាត់ខាងលើហ្នឹងហើយវាយកមកធ្វើការបកស្រាយហើយប្រជាជនខ្លះអត់បានក្តាប់រឿងជុំគាត់ឃើញអាហ្នឹងគាត់ជឿវាអ្នកខ្លះមួយចំនួនទូចណាអញ្ចឹងខ្ញុំត្រូវបញ្យល់ឲ្យហើយបងប្អូនអានមើលចំណុចទី3ទីទៀតខ្ញុំប្រហោះតាមមកតំពរហ្នឹងនេះបាទតាមមកតំពរហ្នឹងនេះខ្ញុំចង់និយាយថាពេលគេនិយាយបំភ្លើសអីបំភ្លើសទៅបងប្អូនយកតែចំណុចទី3ហ្នឹងមួយយកតែដាក់គឺគ្រប់គ្រាន់ទាំងអស់បងប្អូនអត់មានបាត់ទេបាទបាត់ឈប់បាញ់វាយដល់ណាឈរនៅកន្លែងហ្នឹងតែវាមិនមែនមានន័យថាវាយកដីយើងណាពួកគេបកគលសិទ្ធឲ្យអ្នកគណៈកម្មការព្រំដែនគេវាស់តែកណ្ដាលវាស់ទៅដីខ្មែរនៅកន្លែងហ្នឹងហ្នឹងហើយបាទវាអញ្ចឹងខ្ញុំអរគុណណាស់បងប្អូនយើងរាល់ថ្ងៃជឿលើថ្នាក់ដឹកនាំជឿលើរាជរដ្ឋាភិបាលពួកអាខ្វាត់ជាតិមានតិចទេមកមានតិចទេតែបើវានៅក្នុងស្រុកវាហ៊ានបើហើនក៏វាយខ្នោះឲ្យដល់ផ្ទះដែរធ្វើអ្នកកសែតមែនតាមចាប់ឲ្យដល់ផ្ទះហោះឲ្យតែឯងចាស់លើមឯងកុំថាខមមិននៅក្នុងនេះអីមកចង់ជារដ្ឋាភិបាលមកចង់ជាកងទ័ពចង់ជាអាជ្ញាធរចង់ជាអ្នកដឹកនាំអីតាមកបួចឲ្យដល់ផ្ទះគ្មានឲ្យរួចខ្លួនទេឲ្យឯងនៅក្នុងស្រុកខ្មែរបាទឲ្យតែនៅស្រុកខ្មែរតាមចាប់ឯងលើគ្នាហ្នឹងអញ្ចឹងសរុបមកវិញខ្ញុំបញ្ជាក់កន្លែងហ្នឹងតែប៉ុណ្្នឹងឯងហើយសូមឲ្យបងប្អូនយើងបន្តរួមទៀតយើងស្ងាត់មែនតែកុំភ្លេចបន្តជួយជនភៀសសឹកបន្តជួយកងទ័ពយើងតាមរយៈឧបត្ថម្ភស្បៀងខ្ញុំត្រៀមស្បៀងតទៀតហើយដរាបណាមិនទាន់គ្រប់72ម៉ោងដរាបណាវរៈកងទ័ពយើង18នាក់មិនទាន់ដល់ភ្នំពេញវិញយើងត្រូវការពេលវេលាអត់ធ្មត់ច្រើនទៀតហើយរួមគ្នាថែមទៀតថ្នមសភាពការទាំងអស់គ្នាណាសូមថ្នមសភាពការធ្វើយ៉ាងណាឲ្យយើងបានសន្តិភាពពីព្រោះសង្គ្រាមបងប្អូនគិតទៅមិនស្រួលទេក្មួយបងប្អូនដែលកើតមិនទាន់សង្គ្រាមពេលជួបសង្គ្រាមនេះដឹងហើយថាសង្គ្រាមវាឈឺចាប់ប៉ុណ្ណាវាវេទនាខ្លោចផ្សាប៉ុណ្ណាជីវិតហានិភ័យប៉ុណ្ណាបងប្អូនដឹងហើយទុកលំបាកយើងវេទនាប៉ុណ្ណាណាកងទ័ពលំបាកតាមបែបកងទ័ពប្រជាជនលំបាកតាមបែបប្រជាជនណារស់ស៊ីអីក៏អត់បានដែរនេះហើយសង្គ្រាមអញ្ចឹងពួកអាក្បត់ជាតិមួយចំនួនពួកអាថោកទៀតមួយចំនួនដែលឌៀមដាមមើងងាយពីអគុណសន្តិភាពណាពេលជួបសង្គ្រាមបានពួកឯងដឹងថាតម្លៃសន្តិភាពយ៉ាងម៉េចណាតម្លៃសន្តិភាពយ៉ាងម៉េច
bà hễ chơi bộ bà sáng chơi tới mui chơi ở Việt Nam này đó bà chẳng mong đi cứ dương chốt bằng to điềm đàm riêng chốt á biển xua tháng cùng túc chất xiêm vì trẻ viên cho mong đi ở lấy bờ này ai mình túc chất ta này ai mà thư say đời sao lúc ai mình túc chất mà ngay tranh ta xa tam Facebook tam comment đó này xây có mình túc chất xây còn là bách hay xem ra là tháp thì ba nó có đăng ấy à thì ở chết hơi ca này hay bà ai non kia ta cất ta bị hướng xây có mình túc chất đang xóa prao việc mình túc chất đang ngày thì cho băng như môi kia đấy ở tay tì hay mình đã Facebook đang coi để cho chăng ạ nè coi để đo thằng hao coi để cho chăng ạ đặt tư đó là phải đặt phân lẽ tu sắp cháu ta bạc miền tây